នេះគឺជាវីដេអូដំណើរកម្សាន្តទៅប្រទេសស្វីសទៅលេងភ្នំទឹកកកតែជាដំបូងយើងត្រូវទៅទីក្រុង Intelligence ឈប់សម្រាប់នៅនឹងបន្តិចថតរូបលេងហើយជាមួយនឹងអាកាសធាតុដ៏ល្អបន្ទាប់មកយើងបន្តដំណើរដោយជិះកត្រកខ្សែកាបមុននឹងទៅដល់ភ្នំទឹកកកភ្នំទឹកកកនឹងឈ្មោះ Jomfrugjok និយាយត្រង់ទៅត្រូវនិយាយទៅឈ្មោះភ្នំនឹង Jomfrugjok គឺជាភ្នំមួយដែលមានស្ថានីយ៍រថភ្លើងខ្ពស់ជាងគេនៅអឺរ៉ុបដែលមានកម្ពស់ជាង 3000 ម៉ែត្រហើយការធ្វើដំណើរត្រឡប់មកវិញគឺយើងជិះរទេះភ្លើងដែលមានកញ្ចក់នៅសងខាងដែលអាចមើលឃើញទេសភាពទាំងមូលនៃភ្នំទឹកកកនេះកាន់តែច្បាស់និងស្រស់ស្អាតខ្លាំងមែនទែន